បាទសូមជម្រាបសួរបាទដល់ពុកម៉ែបងប្អូនទាំងអស់បាទដែលនិយមគាំទ្រក្នុងបណ្ដាញសង្គម YouTube បាទក៏ដូចជាកំពុងតែគាំទ្រនៅបាទ Channel របស់ខ្ញុំមកបន្តតែម្ដងបាទថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងការជួសជុលបាទរបស់ bot ម៉ាស៊ីនបោកម៉ាក Samsung បាទប្រភេទ bot នេះបាទដែលវាមានបញ្ហាបាទខូចបាទ transformer បាទខូច transformer អញ្ចឹងបើក្នុងករណីវាខូច transformer ដោយដែលខ្ញុំកំពុងតែបង្ហាញនេះគឺយើងអាចធ្វើការកែជាមួយនឹង power supply 15 V នេះបានតែខ្ញុំសូមបញ្ជាក់ជូនបងប្អូនបន្តិចណាចំពោះ bot ដែលប្រើ IPM យើងអត់អាចយកបាទ power supply 12 V មកកែបានទេដោយសារតែ IPM របស់ម៉ាស៊ីនបោកក៏ដូចជាទូទឹកកកឬម៉ាស៊ីនត្រជាក់ភ្លើងដែលទៅចិញ្ចឹមគេហៅថាភ្លើង standby គឺ15 V បាទអញ្ចឹងយើងអាចយក power supply 12 V បាទមកដាក់បានទេណាអញ្ចឹងយើងដាក់បានតែប្រភេទ power supply 15 V បាទហើយយើងរកប្រភេទណាដែលវាមានអំពែខ្ពស់បន្តិចមកបាទកាលណាអំពែខ្ពស់វាអត់ងាយខូចអញ្ចឹងកាលណាយើងដាក់អំពែតូចបាទវាអាចនឹងឆាប់ខូចឬមួយក៏មានបញ្ហាទៅថ្ងៃមុខធ្វើឲ្យយើងពិបាកក្នុងការជួសជុលម្ដងទៀតអញ្ចឹងណាបាទដូចជា bot ទូទឹកកកបាទទូទឹកកក0443បាទដែលវាមានបញ្ហាខូច transformer ដែរបាទនេះក៏ជា transformer របស់វាបាទគឺវាមានបញ្ហាខូចដោយវល់តចិញ្ចឹម IPM វាបានតែ9 V ទេបាទហើយបងប្អូនយើងគាត់ធ្វើការផ្លាស់ប្ដូរទៅលើបាទកង់ដងមួយនេះហើយនឹងឃើញមានការកាត់ជើងបាទកាត់ជើងហ្នឹងគឺកាត់ជើងមួយនេះបាទជើងមួយនេះបាទនេះជើងនេះហើយនឹងជើងទី5យើងរាប់1 2 3 4 5បាទដែលគាត់ធ្វើការកាត់ជើងដើម្បីគាត់ចង់ដឹងថា IPM នេះវាស៊ីវល់ឬមួយក៏មិនស៊ីអញ្ចឹងណាបាទខ្ញុំស៊ូមឲ្យមើលបាទឥឡូវយើងមើលឃើញនេះបាទជើងដែលគាត់កាត់ណាឥឡូវគាត់តវិញហើយនេះឃើញទេបាទគាត់តវិញហើយជើងនេះមួយទៀតនេះបាទអញ្ចឹងជាងដែលគាត់ជួសជុលមុនគាត់ក៏មិនណយដែរគាត់ខ្លាំងបាទគាត់ធ្វើការកាត់ជើង IPM នេះដើម្បីចង់ដឹងវល់របស់15 V ហ្នឹងវាបាត់ដោយសារ IPM នឹង C ឬមួយក៏វាមានបញ្ហាផ្សេងបាទប៉ុន្តែប្រហែលជាគាត់អត់មាន transformer ដូរអញ្ចឹងbot នេះក៏បានមកដល់ឯខ្ញុំអញ្ចឹងខ្ញុំវាស់ទៅខ្ញុំឃើញថា transformer វាមានបញ្ហាបាទឥឡូវនេះខ្ញុំសម្រេចចិត្តបាទធ្វើការកែជាមួយនឹង power supply 15 V នេះបាទយកទៅសំខាន់អត់ឲ្យវាដើរយើងចង់ដាក់អីដាក់ឲ្យទៅដើរប៉ុន្តែគាត់ថាទី1ដើរហ្នឹងវាមានដើរមួយអត់គុណភាពនិងដើរមួយទៀតមិនគុណភាពហើយដើរអត់គុណភាពហ្នឹងគឺដំណើរការវាឆាប់ខូចវិញបាទហើយដំណើរការមានគុណភាពគឺវាប្រើបានយូរបាទរឿងបញ្ហានេះគឺវាអញ្ចឹងតែ bot នេះគឺខ្ញុំអត់ទាន់បានរៀបចូលទៅក្នុងហ្នឹងទេដោយសារតែយើងធ្វើការតេស្តវាសិនបាទធ្វើការតេស្តវាខ្លាចវាអត់ដំណើរការវាអាចខូចដល់ MCU ឬមួយក៏វាខូចដល់ IPM នេះទៀតអញ្ចឹងណាតែដល់ឥឡូវនេះខ្ញុំតេស្តនោះឃើញថាវាដើរហើយបាទវាអូខេហើយនៅតែយើងរៀបចំវាបញ្ចូលទេបាទយើងរៀបចំបញ្ចូលទៅគឺយើងអាចផ្ញើឲ្យជាងវិញបានការងារ bot នេះគឺជាការងាររបស់ជាងដែលគាត់ផ្ញើឲ្យខ្ញុំជួយជួសជុលឲ្យណាបាទឥឡូវនេះយើងវិលមករកវីដេអូដែលខ្ញុំកំពុងតែបង្ហាញនេះបាទចំពោះ bot ទូបោក Samsung មួយនេះគឺវាមានបញ្ហាខូច transformer អញ្ចឹងពេលដែលយើងដោតខ្សែភ្លើងហើយយើងចុចនៅប៊ូតុងបើកវាអត់ដំណើរការទេវាស្ងាត់ឈឹងអញ្ចឹងដល់ខ្ញុំវាស់វែងមើលទៅឃើញថាវាមានបញ្ហាទៅលើ transformer បាទនេះគឺ transformer វាបាទ transformer វាខូចបាត់ទៅហើយបាទហើយខ្ញុំប្រហែលថ្ងៃនេះគឺបាទភាគច្រើនគឺជួសជុលប៉ះតែខូច transformer នេះក៏ខូចដែរ bot មុនតែខ្ញុំផ្ញើឲ្យជាងវិញបាត់ហើយចំណែក bot មួយនេះគឺជាងនៅក្បែរខ្ញុំបាទដែលគាត់យកមកឲ្យខ្ញុំជួសជុលណា
ប៉ុន្តែបតនេះខ្ញុំអត់ធ្វើការកែជាមួយនឹង power supply នេះមួយទេបាទជាមួយ power supply នេះទេអត់ទេបាទគឺខ្ញុំដាក់ transformer ថ្មីចូលបាទហើយសួរថា transformer ថ្មីនេះគឺក៏ពិបាករកខ្លាំងដែរมันងាយទេលុះត្រាតែយើងកាប់សាច់ប៉ុន្តែខ្ញុំមានបតមួយដែល transformer វាត្រូវគ្នាអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាថាបតមួយណាដែលមាន transformer នេះត្រូវគ្នាជាមួយនឹងបត Samsung មួយនេះបាទអញ្ចឹងខ្ញុំសូមបង្ហាញបាទនេះគឺជាបតទូទឹកកក AT20 AT22 ប្រភេទបត 2 in 1បាទប្រភេទបតធំបាទគឺ transformer វាគឺត្រូវគ្នាជាមួយនឹងបតម៉ាស៊ីនបោកនេះបាទ transformer វាហ្នឹងបាទនេះបាទទាំងលេខកូដទាំងជើងគឺដំណើរការដូចគ្នាគឺដូចគ្នាបាទគឺដូចគ្នាអញ្ចឹងខ្ញុំនឹងធ្វើការដោះបាទ transformer នេះមកដាក់ចូលនៅក្នុងបត Samsung នេះបាទហើយខ្ញុំនឹងថតជូនបងប្អូនថានៅពេលដែលយើងដាក់ transformer នេះចូលទៅវាដំណើរការដែរឬអត់ប៉ុន្តែខ្ញុំដូរច្រើនហើយបងបាទខ្ញុំច្រើនដូរអស់3 4បតហើយនេះអានេះខ្ញុំទៅដោះពីម្សិលមិញបាទហើយអាមួយនេះបាទដែលវាខូចនេះគឺយើងយកអាមួយនេះមកជំនួសតែបតហ្នឹងបានផ្ញើឲ្យជាងមកហើយឥឡូវនេះយើងប៉ះមួយទៀតបាទប៉ះមួយទៀតអញ្ចឹងយើងនេះខូចយើងនឹងធ្វើការដកបាទបតពី Samsung របស់ទូទឹកកកមកដាក់ចូលបតទូបោកនេះវិញអញ្ចឹងខ្ញុំសូមពេលវេលាបន្តិចដើម្បីធ្វើការដោះបាទនៅ transformer នេះបាទឥឡូវនេះ transformer នេះគឺយើងបានបើកសំណល់ចេញរួចរាល់អញ្ចឹងយើងនឹងធ្វើការដោះវាចេញពីបតទូទឹកកកនេះរួចហើយយើងដាក់ចូលទៅក្នុងបាទបត Samsung នេះវិញណាបាទលុបគឺត្រូវតែម្ដងបាទអត់ខុសទេទាំងជើងទាំងវ៉ុលបាទគឺដូចគ្នាទាំងអស់បាទដូចគ្នាទាំងអស់ឥឡូវខ្ញុំផ្សារចូលសិនណាបាទឥឡូវនេះគឺយើងធ្វើការផ្សារផ្គុំរួចរាល់អញ្ចឹងយើងនឹងធ្វើតេស្តវាមើលថាតើវាដំណើរការអត់ណាបាទឥឡូវខ្ញុំរៀបចំដាក់ display ចូលបាទឥឡូវខ្ញុំនឹងធ្វើការដោត display ចូលដើម្បីយើងធ្វើការតេស្តវាហើយយើងរងចាំមើលថាវាដំណើរការដែរឬអត់បាទឥឡូវនេះយើងអត់មានដូចដើម្បីដោតស្នាប់វាតេស្តទេអញ្ចឹងយើងមានប្រើកាចាំបាទឥឡូវយើងមើលខាងក្រោមសិនក៏លោមានទល់វិចអីពីខាងក្រោមនេះឃើញសំណអញ្ចឹងណាហើយឆ្លងអញ្ចឹងយើងនឹងធ្វើការដោតដោយភ្លើងវាហើយយើងតេស្តណាខ្ញុំស្ងាត់ឈឹងអញ្ចឹងថោទៅអត់ថោទៅមកសាសិនសាស្រួលអស់ជើងហ្នឹងឯងខ្ញុំសាគ្រប់ជើងអីចាបាទវាអត់ដំណើរការដោយសារតែកញ្ចាំរបស់យើងនេះវាដាច់បាទដាច់គល់
rồi nhầm vừa ca to xài anh em tí sẵn bắt bài mình dương tại vì tôi bị đầm nói cá được xa tại cái chấm này về đánh cuốn hoặc đánh cuốn á rồi dương to từ lại chạm đòn to từ đây là bệnh tay sân chạm dương cực tiền á hay dương to từ đây mình to cho snap với dương lại cái này dương từ đây cái chạm và chơi bớt ấy khởi tập lượng stand máy bên đấy lượng stand máy chơi bớt đó và ok hết và đâm lại ca một rồi phía rồi bạn chẳng video này cứ miền tập năng thế mong muốn ngọt nhé bạn cứ dừng ai thì mỗi dừng ai cho bạn power supply bạn phải đập 5V này mà vừa cả cây nó lợi bọn này các bạn rồi mới coi dưỡng ai đỏ dốt bạn transformer phí bạn phải bọt tu ta có phải thùng đi nhưng mà đã bạn chẳng dựng miền pi chụp rớt để dựng chơi rớt dột màu thơ nè bạn chẳng video này cứ miền tập năng thế bạn ở quân xôm trong điệp lia ở quân bye bye